រំជួលចិត្តខ្លាំងណាស់ដែលនេះខ្វាន់សម្រក់ទឹកភ្នែកពេលឃើញលោកហេងគឹមហៀងបីកូនទៅមើលម្ដាយក្នុងពន្ធនាគារជាទស្សនវិជ្ជាដ៏រំជួលចិត្តដែលធ្វើឲ្យមហាជនរាប់ពាន់នាក់ខ្លោចចិត្តលោកហេងគឹមហៀងបានបីកូនទាំងពីរគឺប្អូនតែននិងតនក៏ជួបម្ដាយរបស់ពួកគេក្នុងពន្ធនាគារដោយលោកបានហ្វហ្វេដោយក្តីឈឺចាប់ថាឲ្យប៉ាសុំទោសផងកូនទាំងពីរប៉ាមានហ្វិតជូនកូនមកមើលម៉ាក់បានត្រឹមនឹងទេហើយលោកហេងគឹមហៀងបានបង្ខំចិត្តកុហកកូនថាម៉ាក់កូនមកធ្វើការនៅក្នុងនឹងពេលម៉ាក់ធ្វើការងារចប់ម៉ាក់នឹងត្រឡប់ទៅផ្ទះយើងវិញហើយក្រោយពីបានឃើញផុសនេះហើយស្រាប់តែរាជនីចិត្តធើដេនីខ្វាន់ក៏បានចូលទៅហ្វៀដោយពោលពាក្យថាកើតខុសគឺខុសព្រោះនិយាយច្រើនមិនសូវចេះកើតតែបើនិយាយពីរឿងស្រឡាញ់ប្រទេសជាតិខ្ញុំជឿថាកើតពិតជាស្រឡាញ់ពិតប្រាកដមែនព្រោះកន្លងមកការងារសង្គមកើតក៏ចេញជួយបានច្រើនដែរអ្នកនាងក៏បានអំពាវនាវដល់មហាជនឲ្យឈប់ជេរហើយជន់ពន្លិចកើតដោយនិយាយថាខ្ញុំសូមចិត្តពុកម៉ែបងប្អូនទាំងអស់គ្នាឈប់ជេរឬជន់ពន្លិចកើតទៀតយ៉ាងណាយើងក៏ហ្វិតតែជាខ្មែរឈាមតែមួយទេជូនពរកូនតូចទាំងពីរឆាប់បានជួបជុំម៉ាក់របស់កូនវិញ